នឹងរឿងចាក់វ៉ាក់សាំងអាចចាក់វ៉ាក់សាំងតេតាណូសបានហើយឥឡូវហ្នឹងលយមានវ៉ាក់សាំងមកចូលមាន13មុខតេតាណូសផាសាក៏មួយអាហ្នឹងគឺល្អសម្រាប់ម៉ែកូនដូចគ្នាហើយវ៉ាក់សាំងផ្សាយក៏អាចចាក់បានអ្នកខ្លះគាត់អាចនឹងចាក់តាំងពីអាយុមុនហ្នឹងក៏បានចាទៅតាមគ្រូពេទ្យណែនាំមកខាន់ជាងគេបំផុតនោះគឺសញ្ញាឈឺពោះសម្រាប់នឹងឯងមានឈឺលេងមានឈឺមែនតាមជាម៉ាក់មានអារម្មណ៍ថារឹងពោះពុកម៉ាក់ឡើងគេស្រួលខ្លួនតមកដាក់ដៃនៅលើពោះមើលថាតើមានការហឹងពោះអត់ហឹងពោះ contraction ហ្នឹងគឺម៉ាក់ខ្លះគាត់ហៅថាចកោប៉ុន្តែចកោហ្នឹងវាមានន័យច្រើនកូនរឿងគឺគាត់ហៅថាចកោចាកក្រាក់ស្បូនក៏គាត់ហៅថាចកោអញ្ចឹងខ្ញុំហៅថាហឹងពោះឈឺពោះវិញស្រួលស្ដាប់ជាងពីច្រើនខ្ញុំបញ្យល់ទៅជំងឺថាជាការរឹងពោះឈឺពោះណោះអញ្ចឹងពេលខ្លះវាហឹងតែវាឈឺឯងប៉ុន្តែនៅក្នុងពេលបំផែតគឺអារឹងហ្នឹងហើយគឺសញ្ញាឈឺពោះចាអញ្ចឹងនៅពេលដែលម៉ាក់មានសញ្ញារឹងពោះរឹងដូចបាល់ប៉ោងអញ្ចឹងដាក់ដៃលើពោះពឹកចាប់មើលមកថាហឹងពោះម្ដងម៉ានាទីមានម្ដងម៉ានាទីមានម្ដងបើសិនជាកន្លះម៉ោងមួយ1ម៉ោងមួយរួចហើយបាត់ទៅវិញអាហ្នឹងអត់អីទេតែបើសិនជាខាងគេដែរមានការ contraction បែបហ្នឹង10ទីម្ដង10ទីម្ដង10ទីម្ដងជាប់គ្នា1ម៉ោងមក8វិញមក8វិញមកជប់ទៅ8គេដាក់ម៉ាស៊ីនមើលដើម្បីផលថ្នាំទុកឲ្យស្បឹងឲ្យបានត្រឹមត្រូវទៀតធ្វើឲ្យកូនម៉ាក់សញ្ញានៅអាយុគ្រប់ខែចាដល់រឿងមួយទៀតគឺការរកកូនរើការរកកូនរើនោះក៏ជារឿងសំខាន់ដូចគ្នាណាស់ម៉ាក់ការរកកូនរើបង្ហាញអំពីសុខភាពរបស់គាត់បើសិនជាគាត់រើថយជាងម្ដងខ្លាំងឬមួយក៏ស្ងាត់អញ្ជើញមកបែបវិញចាដើម្បីឲ្យគេមើលអញមើលអេកូដាក់ម៉ាស៊ីនតាមដានមើលចំណាប់បេះដូងរបស់គាត់ខ្ញុំជឿថានៅកន្លែងផ្សាយពោះម៉ែនីមួយគ្រូពេទ្យប្រាក៏ជាបង្រៀនឲ្យម៉ែរកកូនរើ100%ពីព្រោះអីវាគឺជាការតាមដានមើលសុខភាពកូននៅក្នុងផ្ទៃអញ្ចឹងគឺម៉ាក់ទាំងអស់គ្នាត្រូវតែចេះរាប់ត្រូវតែចេះសង្កេតមើលកូនខ្លួនឯងឲ្យបានច្បាស់ហើយបើសិនជាក្នុងកន្លែងដែលម៉ាក់គាត់មានធនធានក៏អាចទិញឧបករណ៍សម្រាប់ស្ដាប់ចង្វាក់បេះដូងរបស់អូនបានដែរចាឧបករណ៍ហ្នឹងអត់ថ្លៃទេចា10%ទិញបានហើយយកមកស្ដាប់មើលអញ្ចឹងទៅដើម្បីដឹងពីសុខភាពរបស់អូនតែម៉ាក់ធៀមសម្រាប់ធម្មជាតិឥឡូវហ្នឹងគឺរឿងតាន់សម័យនោះចាមន្ទីរពេទ្យជាច្រើនអាចនឹងមានការតេស្តមើលដូចគ្នាចាតែមន្ទីរពេទ្យខ្ញុំធ្វើការនេះគឺមានជួយតែតើទៅនឹងមើលមេរោគនឹងទ្វារសម្រាប់ជំងឺដែលធៀមសម្រាប់ធម្មជាតិមេរោគ GBS បើសិនជា GBS នឹង grow គឺគេត្រូវប្រើថ្នាំពិសេសមុនសម្រាប់តែបើសិនជាអត់អីទេក៏ចាជារឿងមួយដែលល្អសិតតែរឿងដែលល្អរកឃើញលឿនគឺសិតតែជារឿងមួយដែលល្អរកឃើញអីមួយយើងអាចបង្កើតរឿងនឹងមួយរកឃើញអីមួយយើងអាចបង្កើតនឹងរឿងមួយទៀតអញ្ចឹងរាល់ការដែលរកឃើញគឺជារឿងដែលល្អសម្រាប់ម៉ាក់ទាំងអស់គ្នាអូខេចាំបើសិនជាម៉ាក់មានចំណងស្ដាប់បញ្ចូលនៅក្នុងវីដេអូហ្នឹង comment សួរនៅខាងក្រោមវីដេអូហ្នឹងបាទខ្ញុំនឹងបកស្រាយឲ្យម៉ាក់បាយតាមដែលអាចធ្វើទៅបានបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍ចង់ឲ្យម៉ាក់ដែលមានចំណងហ្នឹងគាត់បានជំរាបដឹងខ្ញុំសូមជួយចុច like និង share វីដេអូនេះផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូតទៅទៀតហើយក៏សូមឲ្យម៉ាក់ដែលកំពុងតែតំនួនអូនចាសូមឲ្យម៉ាក់សុខភាពល្អអូនសុខភាពល្អសម្រាប់ដល់សុខភាពទាំងម៉ាក់ទាំងកូនចាហើយបើសិនជាម៉ាក់មានគម្រោងចង់បំរើដល់កូនដោយទឹកដោះដែរក៏អាចឆាតសួរខ្ញុំបានដែរខ្ញុំរីករាយ willing ដែលឆ្លើយជាមួយនឹងម៉ាក់ទាំងអស់គ្នាជានិច្ច